ដែលលងបន្លាចអ្នកភូមិម្ដងម្កាលពួកគាត់បានណែនាំឲ្យសុភ័ក្រទៅរកលោកអាចារ្យក្នុងភូមិដើម្បីដោះស្រាយបញ្ហានេះលោកតាអាចារ្យបានប្រាប់សុភ័ក្រថាវិញ្ញាណកូនក្រមុំនោះមិនបានទៅកាន់សុគតិភពទេដោយសារតែនាងមានបំណុលកម្មជាប់ជំពាក់នឹងកន្លែងនោះគាត់បានណែនាំឲ្យសុភ័ក្រធ្វើពិធីសែនព្រេនមួយតូចនៅមុខផ្ទះខ្មោចនោះដើម្បីឧទ្ទិសកុសលផលបុណ្យទៅឲ្យនាងនិងសូមឲ្យនាងទៅចាប់កំណើតថ្មីទោះបីជាភ័យខ្លាចក៏ដោយសុភ័ក្របានធ្វើតាមការណែនាំរបស់លោកអាចារ្យគាត់បានរៀបចំគ្រឿងសក្ការៈបូជានិងបានធ្វើពិធីនៅមុខផ្ទះខ្មោចនោះតែម្នាក់ឯងនៅពេលល្ងាចពេលកំពុងធ្វើពិធីគាត់មានអារម្មណ៍ថាមានវត្តមានខ្យល់ត្រជាក់នៅក្បែរគាត់ប៉ុន្តែពេលនោះវាមិនមែនជាអារម្មណ៍ភ័យខ្លាចនោះទេគាត់បាននិយាយដោយភាពស្មោះត្រង់ទៅកាន់វិញ្ញាណនោះដោយសូមឲ្យនាងបានទៅកាន់សុគតិភពនិងគំនៅជាប់ជំពាក់រឿងអតីតកាលបន្តទៀតបន្ទាប់ពីបញ្ចប់ពិធីរួច